ការពីមុននៅពេលដែលអ៊ំពូមីងចាប់ផ្ដើមធ្វើជើងដំណាំគឺជ្រើសរើសប្រភេទចបជីកយកមកធ្វើដូចជាសម្អាតស្មៅពូនគល់ឬក៏កាយបន្លាយរំដោះទឹកអីហ្នឹងគឺយើងប្រើប្រភេទចបជីកហើយបើសិនជានៅក្នុងចំការដែលគាត់ដាំប្រភេទដំណាំដីច្រើនហាត់ណាគាត់ប្រកាសជាចំណាយទៅលើការជួលកម្លាំងពលកម្មក៏ច្រើនតែបច្ចុប្បន្ននេះសម័យកាលជឿនលឿនអញ្ចឹងយើងអត់ពិបាកក្នុងការស្វែងរកឧបករណ៍ក៏ដូចជាផលិតផលណាដែលកាត់បន្ថយទៅលើការចំណាយជាច្រើនទាំងអស់ហ្នឹងទៀតហើយអ៊ំពូមីងងាកមកមើលនៅក្នុងវីដេអូមួយនេះអ៊ំពូមីងប្រកាសជាឃើញប្រភេទឈុតធ្វើជើងដំណាំនេះហើយប្រភេទនេះគឺយើងអាចយកទៅពូនគល់ក៏បានសម្អាតស្មៅក៏បានកាយបន្លាយកាប់ទៅយកក៏បានដូចគ្នាហើយបើមើលទៅលើពីសមត្ថភាពធ្វើការរបស់ឧបករណ៍នេះវិញគឺថាវាយដីបានកតិចស្អាតមែនទែនជះដីវិញគឺស្អាតម៉ត់តែម្ដងបើនិយាយពីការជះដីពូនគល់វិញឈុតពូនគល់មួយនេះគឺជះដីបានខ្ពស់ហើយលុបជាមួយនឹងស្មៅជុំវិញគល់នឹងតែម្ដងអ៊ំពូមីងសម្រាប់អ៊ំពូមីងដែលគាត់មានចការធំប្រកាសជាត្រូវការប្រភេទឈុតនឹងយកទៅប្រើប្រាស់នៅក្នុងចំការហើយព្រោះប្រភេទមួយនេះយើងត្រូវការតែមនុស្សម្នាក់កាន់ត្រាក់ទ័រទៅបានហើយយើងលែងចំណាយទៅលើការជួលកម្លាំងពលកម្មច្រើនទៀតហើយសម្រាប់ឈុតមួយនេះគេហៅថាត្រាក់ទ័រកង់2ភ្ជាប់នឹងប្រភេទឧបករណ៍ពូនគល់ដែលជាផលិតផលមកពីប្រទេសអ៊ីតាលីថ្មី 100% តែម្ដងអ៊ំពូមីងបើសិនជាអ៊ំពូមីងបន្ទាប់ពីឃើញវីដេអូមួយនេះហើយមានតម្រូវការចាប់អារម្មណ៍ជាមួយនឹងឈុតធ្វើជើងដំណាំមួយនេះអាចធ្វើការតាក់ទងមកតាមរយៈ page ក៏បានឬក៏តាមរយៈលេខទូរស័ព្ទក្រុមការងារផ្ទាល់បានដូចគ្នាអរគុណច្រើនអ៊ំពូមីង